ការប្រជែងគ្នានៅតំបន់អាតិចការប្រជែងគ្នានៅតំបន់អាតិចមិនមែនគ្រាន់តែជាការចង់បានទឹកដីនោះទេប៉ុន្តែវាជាការរៀបចំផែនទីពាណិជ្ជកម្មពិភពលោកឡើងវិញកត្តាទី1គឺការបដិវត្តដឹកជញ្ជូនប្រសិនបើនាវាដឹកទំនិញអាចបើកកាត់តំបន់ប៉ូលខាងជើងជំនួសឲ្យការបើកកាត់ព្រែកជីកស៊ុយអែឬច្រកសមុទ្រម៉ាឡាកាវានឹងផ្លាស់ប្ដូរសេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ីខាងកើតនិងអឺរ៉ុបខាងជើងទាំងស្រុងរុស្ស៊ីយល់ច្បាស់ពីចំណុចនេះហើយបាននឹងកំពុងសាងសង់មូលដ្ឋានយោធានិងកងនាវាបំបែកទឹកកកយ៉ាងច្រើនដើម្បីគ្រប់គ្រងផ្លូវនេះកត្តាទី2គឺសន្តិសុខធម្មពលនៅពេលដែលធនធាននៅកន្លែងផ្សេងទៀតចាប់ផ្ដើមខ្សត់ខ្សោយអាតិចគឺជាឃ្លាំងចុងក្រោយសម្រាប់ចិនការចូលរួមជាមួយរុស្ស៊ីនៅក្នុងគម្រោងផ្លូវសូត្រប៉ូលគឺជាយុទ្ធសាស្ត្រដើម្បីគេចចេញពីការឡោមព័ទ្ធរបស់អាមេរិកនៅសមុទ្រចិនខាងត្បូងកត្តាទី3គឺតុល្យភាពយោធាតំបន់ប៉ូលខាងជើងគឺជាផ្លូវខ្លីបំផុតសម្រាប់មីស៊ីលឆ្លងទ្វីប ICBM រវាងប្រទេសមហាអំណាចការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនិង Sensor AI នៅតំបន់នេះធ្វើឲ្យវាមានហានិភ័យខ្ពស់នៃចំនួនចាយដន្យសម្រាប់កម្ពុជានិងអាស៊ានទោះបីវាស្ថិតនៅឆ្ងាយពីតំបន់ប៉ូលខាងជើងប៉ុន្តែការផ្លាស់ប្ដូរផ្លូវនាវាចរសកលលោកអាចប៉ះពាល់ដល់សារៈសំខាន់នៃច្រកសមុទ្រម៉ាឡាកាដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់តំបន់ការគ្រប់គ្រងការផ្លាស់ប្ដូរនេះតម្រូវឲ្យមានសន្ធិសញ្ញាអតីតថ្មីដើម្បីបង្ការកុំឲ្យតំបន់នេះក្លាយទៅជាសមរភូមិសង្គ្រាមត្រជាក់ថ្មី